สุดท้ายเนี่ยตอนนี้ថ្ងៃនេះ admin សូមធ្វើការសង្ខេបរឿងមួយគឺមានចំណងជើងថាម្នាក់ប្រុសនោះគឺជាអ្នកណាហើយចំណែករឿងម្នាក់ប្រុសនោះគឺជាអ្នកណាហ្នឹងគឺជាប្រឡំលោកស្នេហាបែបមនោចេតនាសោកសង្រេងហើយនិពន្ធដោយអ្នកនិពន្ធពណ៌ស្វាយសម្រាប់រឿងមួយនេះដែរគឺ admin សូមនិយាយថាល្អមើលខ្លាំងចឹងហើយបាន admin លើកយកប្រឡំលោកមួយនេះមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាដើមតងឡើងគឺគេចង់និយាយអំពីមនុស្សម្នាក់នោះឆ្ងល់ថាគឺជាអ្នកណាហើយមានរឿងព្រឹកព្រួយជាច្រើនដែលលាយឡំទៅនឹងស្នេហាស្មោះសរមួយដែលកើតឡើងដោយសារតែអបិយជំនឿខ្មែរនៃការសង់ផ្ទះនិងជំនឿខ្មោចចូលហើយពេលនោះគឺគេបានពិពណ៌នាទាំងបែបអភិនិហាបូករួមទៅនឹងវិទ្យាសាស្ត្រពិតនៅក្នុងនោះគឺគេចង់និយាយអំពីគ្រួសាររបស់ធានីគឺបានរស់នៅភ្នំពេញហើយនៅផ្ទះចិត្តនាងហ្នឹងគឺមានផ្ទះវិឡាមួយដែលមានម្ចាស់ជាអ្នកកំឡោះរូបសង្ហាម្នាក់ពេលនោះគេក៏បានឃើញម្ដងធានីគឺចេះតែលួចមើលគេអត់ឈប់តែអ្វីដែលចម្លែកគឺបុរសម្នាក់នោះញ៉ាំតែមីកំប៉ុងនិងផឹកកាហ្វេតែប៉ុណ្ណោះហើយទឹកមុខមនុស្សប្រុសម្នាក់នោះហាក់ដូចជាសេកស្លាំងរហូតដល់ធានីគិតថាគេគឺជាមនុស្សខ្មោចចូលហើយអ្វីដែលនាងគិតហ្នឹងគឺនាងគិតមែនសកុនគឺជាម្ចាស់ផ្ទះសង្ហាដែលត្រូវវិញ្ញាណបងស្រីភ្លោះហ្នឹងគឺចូលទៅសន្ធិដ្ឋហើយបានធ្វើបាបរូបរាងកាយរបស់សុធនហ្នឹងញឹកញាប់ហើយយប់មួយធានីគាត់ក៏បានឃើញអំពីព្រឹត្តិការណ៍នោះហើយនាងក៏បានចុះទៅជួយគេដោយសារតែធានីគឺជាក្មេងស្រីបរិសុទ្ធមានរាសីខ្ពស់ផងទៅធ្វើឲ្យវិញ្ញាណខ្មោចនឹងខ្លាចប៉ុន្តែខ្មោចនោះគឺបានមកតាមជាយីអ្នកផ្ទះរបស់នាងដែលមានរាសីទាបជាងនាងទៅវិញហើយកន្លងមកអត់យូរប្រហែលទេធានីនិងសកុនក៏មានចិត្តលើគ្នាតែថ្ងៃមួយធានីក៏ទៅជួបនឹងគ្រូអាគមម្នាក់គាត់បានប្រាប់ធានីថារវាងគ្រួសារនាងនិងសកុននាងត្រូវតែរើសមួយហើយពេលនោះធានីគាត់ពិតជាបាក់ចិត្តខ្លាំងណាស់អត់ដឹងថាត្រូវជ្រើសរើសអ្នកណាដូច្នោះនាងក៏ភ័យស្លន់ស្លោហើយក៏បានយករឿងនេះទៅប្រាប់ប៉ាម៉ាក់របស់នាងប៉ុន្តែពេលនោះប៉ារបស់នាងបែរទៅជាលួចស្ដីបន្ទោសឲ្យទៅសកុនហើយប្រាប់សកុនឈប់ឲ្យសកុននឹងមកតាក់ទងកូនស្រីរបស់ខ្លួនទៀតពេលនោះដោយសកុនគិតថាព្រោះតែមិនចង់ឲ្យតានីខុសនឹងឪពុកខ្លួនឯងគេក៏កុហកនាងថាគេអត់បានស្រឡាញ់នាងទេគេគ្រាន់តែបោកប្រាស់ទឹកចិត្តនាងប៉ុណ្ណោះហើយគេក៏សុំទោសក្រោយមកធានីគាត់ក៏មានអារម្មណ៍ថាខឹងសម្បានឹងសកុនខ្លាំងនាងក៏បានរត់ចេញពីគេទាំងយប់មិនប្រយ័ត្នក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ហើយក៏បណ្ដាលឲ្យធានីនឹងគាត់បាត់បង់ការចងចាំហើយក្រោយមកសកុនគាត់ក៏មានសុខភាពមិនសូវល្អតាំងពីតូចផងបូករួមទាំងកត្តាខ្មោចចូលសន្ធិដ្ឋគាត់ទៀតផងក៏ធ្វើឲ្យរាងកាយរបស់សុធននឹងចុះខ្សោយទៅហើយក៏ស្លាប់បាត់បង់ជីវិតទៅហើយពេលនោះធានីក៏មិនបានចងចាំសូម្បីតែបន្តិចហើយអ្វីដែលពិសេសជាងនេះនោះគឺយើងអត់ដឹងថាតកតងទៅនឹងសកុននិងធានីគឺគាត់អាចបន្តដឹងពីគ្នាទៅវិញទៅមកដែរឬអត់នៅភាគបន្តទៀតដែរទី1បណ្ដឹងថាទីនេះគាត់ត្រឡប់មកជាដូចដើមវិញអត់តកតងទៅនឹងគាត់បាត់ការចងចាំហើយទី2ក៏អត់ដឹងថាសកុនគាត់ស្លាប់បាត់បង់ជីវិតហើយបន្តទៅទៀតទីនេះគឺគាត់នៅតែដឹងនៅពេលចុងក្រោយគាត់គ្រោះថ្នាក់ហ្នឹងគឺគាត់ខឹងសកុនដែលសកុនដែលគាត់បានកុហកទីនេះថាគាត់អត់បានស្រឡាញ់ទីនេះទេគ្រាន់តែបោកបញ្ឆោតចិត្តទីនេះអញ្ចឹងចុងក្រោយសាច់រឿងហ្នឹងទៅជាយ៉ាងណាហើយទីនេះអាចត្រឡប់មកចងចាំដូចដើមឬអត់ហើយអាចដឹងថាមនុស្សជាទីស្រឡាញ់របស់នាងគឺសកុនគឺបានស្លាប់បាត់បង់ជីវិតឬក៏ហេតុអីបានជាសកុននៅតែនៅក្បែរនាងហើយនាងតែងតែសពិចសពិលថាតើអ្វីដែលនាងចងចាំមនុស្សប្រុសនោះគឺជាអ្នកណាដោយដែលចំណងជើងអត់មានបានប្រាប់អញ្ចឹងចង់ដឹងថាសាច់រឿងហ្នឹងល្អមើលខ្លាំងប៉ុណ្ណាហើយមនោចេតនានៅក្នុងហ្នឹងគឺក្រៀមក្រំទប់សពប៉ុណ្ណាហើយអាណិតតួអង្គបែបណានិងស៊ីជម្រៅប្រភេទណាគឺចង់ណែនាំអ្នកទាំងគ្នាឲ្យចូលទៅ download One Digital App ពីព្រោះថាសាច់រឿងពេញគឺមាននៅក្នុង One Digital App ហើយ admin recommend អ្នកទាំងគ្នាថា complete download ដើម្បីអានរឿងពេញធានាថារឿងនេះគឺពិតជាល្អមើលខ្លាំងហើយអ្វីដែលពិសេសនោះគឺ admin សូមនិយាយថាធៀមកសែដើម្បីជួយទុកណែពីព្រោះតួអង្គទាំងពីរនេះគឺពិតជាកំសត់ខ្លាំងមែនតើព្រោះតកតងនឹងស្នេហារបស់ពួកគាត់គឺពួកគាត់ស្រឡាញ់គ្នាខ្លាំងប៉ុន្តែមានរឿងវិខលច្រើននៅក្នុងនឹងទៀតដែលអ្នកនរគ្នាគួរតែតាមដានអរគុណ complete ធ្វើការ download One Digital App ដើម្បីធ្វើការអានរឿងពេញ admin មានតែប៉ុណ្ណឹង complete ចុច like និង share ផងណាអរគុណជួបគ្នានៅវីដេអូក្រោយទៀត